បាទខ្ញុំបាទសូមជម្រាបសួរដល់ពុកម៉ែបងប្អូនទាំងអស់គ្នាតើបងប្អូនសុខសប្បាយជាទេបាទចំណែកខ្ញុំគឺសុខសប្បាយជាទេបាទថ្ងៃនេះគឺខ្ញុំបាទសូមលើកយករឿងមកដំណើរឲ្យបងប្អូនរបស់យើងបានស្ដាប់កំសាន្តឬក៏ដើម្បីលំហែអារម្មណ៍បងប្អូនមួយរយៈផងដែរបាទរឿងនេះគឺខ្ញុំចង់និយាយអំពីរឿងបងស្រីម្នាក់ខ្សែជីវិតរបស់បងស្រីម្នាក់បាទដើម្បីចង់ដឹងថាខ្សែជីវិតរបស់បងស្រីនឹងមានភាពជូរចត់ក៏ដូចជាលំបាកឬក៏ដំណើរដើមតងបែបម៉េចនោះគឺបងប្អូនអាចតាមដានទស្សនាបានបាទជីវិតរបស់បងស្រីម្នាក់ហ្នឹងគឺគាត់ឈ្មោះថាបងស៊ីថារបស់គាត់គឺពិបាកមែនទែនបាទកាលពីដំបូងឡើយហ្នឹងកាលពីគាត់នៅជាក្រមុំគឺមានអ្នកចោមរោមស្រឡាញ់ច្រើនមែនទែនប៉ុន្តែទោះបីជាស្រឡាញ់យ៉ាងណាក៏គាត់ដូចជាមិនមានអារម្មណ៍ចង់បែកតៃជាមួយអ្នកទាំងនោះដូចជាកំឡោះដែលតាមស្រឡាញ់គាត់ដែរបាទកាលពីមុនគឺគាត់រស់ស៊ីបែបលក់នំតិចតួចតាមភូមិក៏ដូចជាលក់នំបញ្ចុកលក់អីនៅតាមភូមិឬក៏គាត់លក់នៅពេលមានបន់ទាននៅក្នុងវត្តអារាមគឺគាត់តែងតែយកនំបញ្ចុកឬក៏យកនំកូនក្មេងកូនអីនៅទៅលក់នៅពេលដែលគាត់លក់បាទនៅពេលដែលគាត់លក់ឃើញថាការដែលទទួលបានកម្រៃគឺវាមិនសមស្របទៅនឹងការចំណាយអីផ្សេងនៅក្នុងគ្រួសារបាទភ្លេចបញ្ជាក់ប្រាប់បងប្អូនដែរបងស៊ីថាគឺជាកូនស្រីច្បងនៅក្នុងគ្រួសារផងដែរហើយការងារអីទាំងអស់ក៏គាត់ជាអ្នករ៉ាប់រងដើម្បីគ្រួសារក៏ដូចជាដើម្បីចិញ្ចឹមប្អូននៅក្នុងបន្ទុកគ្រួសារផងដែរចំណែកឪពុកម្ដាយរបស់គាត់គឺមិនសូវជារកកម្រៃបានសម្រាប់គ្រប់គ្រងគ្រួសារទេអញ្ចឹងគឺមានតែគាត់ម្នាក់ទេដែលអាចជួយសម្រួលដល់គ្រួសារដល់ឪពុកម្ដាយរបស់គាត់បាទបន្ទាប់ពីគាត់រស់ស៊ីនៅក្នុងភូមិអត់បានមានន័យថាអត់សូវជាទទួលបានជាកម្រៃសម្រាប់ចិញ្ចឹមគ្រួសារគាត់ក៏បានចំណាក់ស្រុកទៅធ្វើការនៅប្រទេសគេបាទទៅធ្វើការនៅប្រទេសគេគឺគាត់ទៅធ្វើការធម្មតាបាទពេលនោះបន្ទាប់ពីគាត់ទៅធ្វើការនៅប្រទេសគេរយៈពេលមួយរយៈខ្ទង់ជា4ឬក៏5ខែបាទគឺមានបុរសម្នាក់បានមកស្រឡាញ់គាត់បាទបុរសម្នាក់នោះគឺស្រឡាញ់គាត់ហើយគាត់មនុស្សគាត់គឺមនុស្សដូចតែពីមុនដែរទោះបីជាមានគេស្រឡាញ់យ៉ាងម៉េចក៏គាត់ដូចជាមិនសូវខ្វាយខ្វល់រឿងស្នេហានោះអីដែរបាទនិយាយពីបុរសម្នាក់នោះគឺបុរសម្នាក់នោះគាត់ស្រឡាញ់យកចិត្តទុកដាក់គាត់យូរទៅចេះតែយកចិត្តចេះបុរសនោះគឺចេះយកចិត្តចេះអីទៅដល់ពេលយូរទៅគឺបងស្រីសិដ្ឋាគឺគាត់បាក់ចិត្តស្រឡាញ់តែម្ដងបាទគាត់បាក់ចិត្តស្រឡាញ់បងប្រុសនោះហើយបើយើងនិយាយទៅជីវិតដែលនៅឆ្ងាយពីឪពុកម្ដាយនៅឆ្ងាយពីប្រទេសយើងមិនអាចថាធ្វើអ្វីតាមតែចិត្តយើងទេជំនាន់មុនបើសិនជាយើងមិនធ្វើតាមគេបើគេស្រឡាញ់ទៅហើយគឺអាចគេចាប់ឬក៏គេធ្វើបាបដែរអញ្ចឹងបងស៊ីថាគាត់មិនជាហ៊ានប្រកែកទេហើយពេលនោះគាត់ក៏មានអារម្មណ៍ថាស្រឡាញ់គេដែរដល់គាត់មានអារម្មណ៍ស្រឡាញ់គេហើយគាត់ក៏បានយល់ព្រមនៅជាមួយគ្នាតាំងពីពេលនោះបាទអញ្ចឹងគឺជីវិតតែនៅឆ្ងាយពីប្រទេសពីអុយហើយគឺតាស្រឡាញ់គ្នាហើយអាចរស់នៅជាមួយគ្នាពេលហ្នឹងគឺគាត់រស់នៅជាមួយគ្នាដោយមិនមានការសែនព្រេនមិនមានការផ្សំគុំពីចាស់ទុំអីទេបាទមានតែអ្នកដែលឮនៅក្នុង
កន្លែងធ្វើការនោះដែរបាទបន្ទាប់ពីគាត់ចាប់ដៃគ្នាជាប្តីជាប្រពន្ធជាមួយនឹងបងប្រុសនេះហើយបន្ទាប់មកក៏គាត់មានទម្ងន់បន្ទាប់ពីគាត់មានទម្ងន់គឺគាត់ក៏បានពិភាក្សាជាមួយនឹងបងប្រុសថាតើពេលដែលគាត់មានទម្ងន់ហើយហ្នឹងតើយើងគួរនៅធ្វើការនៅប្រទេសគេនេះអត់ឬក៏យើងសម្រេចចិត្តថាគួរទៅនៅផ្ទះវិញបាទអញ្ចឹងបងប្រុសក៏បានសម្រេចចិត្តថាមកនៅផ្ទះហើយបងស្រីក៏សម្រេចចិត្តថាមកផ្ទះដើម្បីឲ្យពុកម្ដាយដឹងឮសាច់ញាតិដឹងឮផងឬក៏ដើម្បីឲ្យពុកម្ដាយសាច់ញាតិគាត់ស្គាល់ប្តីរបស់បងស៊ីថាហ្នឹងគឺស្គាល់មុខស្គាល់មាត់ព្រោះពេលជំនាន់មុននោះគឺវាអត់មាន Facebook អត់មានដូចសម័យទំនើបដូចសម័យយើងអាចខលមើលគ្នាបានទេបាទអញ្ចឹងគាត់ក៏សម្រេចចិត្តមកផ្ទះពេលគាត់សម្រេចចិត្តមកផ្ទះហ្នឹងគឺបងស៊ីថាគឺគាត់មកតែម្នាក់ឯងទេបាទដល់ពេលគាត់មកតែម្នាក់ឯងមកដល់ផ្ទះរយៈពេលជាកន្លះខែកន្លះខែក៏បងប្រុសមកតាមដែរបាទកាលនោះគឺគាត់មានទម្ងន់ខ្ទង់ជា 5-6 ខែហើយបានគាត់សម្រេចមកផ្ទះបាទហើយការស្រឡាញ់គ្នារវាងបងស្រីស៊ីថានិងបងប្រុសគឺពីដំបូងគឺអត់អីទេគឺការស្រឡាញ់គ្នារបស់គាត់គឺមានភាពអែមល្ហែមអូលអឿនអីទេណាបាទអត់មានបញ្ហាអីទេហើយបន្ទាប់ពីគាត់មកផ្ទះហើយគាត់ក៏មកផ្ទះមកប្រកបមុខរបរស្រីចំការគាត់តាមមុខរបររបស់ខ្មែរយើងមានអីទេគឺមានតែស្រីចំការនឹងឯងបាទបន្ទាប់ពីគាត់សម្រាលកូនចាប់ដើមសម្រាលកូនអញ្ចឹងការសម្រាលកូនកាលពីសម័យនោះគឺមិនជាមានបច្ចេកវិទ្យាទំនើបប្រមាណទេគឺការសម្រាលកូនគឺមានតែតាមឆ្មោភូមិឃុំមួយប៉ុណ្្នឹងទេបាទហើយការសម្រាលកូនលើកទី1របស់គាត់គឺកូនរបស់គាត់ពេលដែលសម្រាលគឺសម្រាលអត់គ្រប់ខែដែរដល់ពេលសម្រាលគ្រប់ខែគឺកូនគាត់មកគឺសុខភាពគឺអត់ល្អទេបាទគឺអត់ល្អហើយកូនគឺតែងតែឈឺកេងតែមានបញ្ហាសុខភាពអញ្ចឹងពេលនោះក៏សុខភាពរបស់កូនបងស៊ីថាគឺមានសុខភាពកាន់តែទ្រុឌទ្រោមទៅហើយបងស៊ីថាក៏សម្រេចចិត្តថាយកកូនទៅពេទ្យហើយពេទ្យគឺមិនមែនចិត្តទេហើយយកទៅពេទ្យគឺយកទៅក្នុងប្រទេសគេទៀតមិនមែននៅក្នុងប្រទេសខ្លួនឯងដល់ពេលយកទៅគឺជាអកុសលគឺកូនរបស់គាត់បានលាចាកលោកបានស្លាប់បាត់បង់ចោលគាត់បាទពេលនោះគឺកូនគឺលាចាកលោកគាត់ទាំងពីរហើយគាត់ក៏មានការសោកស្ដាយជាខ្លាំងមានទុក្ខសោកជាខ្លាំងផងដែរហើយបាទបន្ទាប់ពីកូនរបស់គាត់បានស្លាប់គឺគាត់ក៏ធ្វើការងារស្រែចម្ការធម្មតារហូតដល់គាត់មានកូនទី2បាទមានកូនទី2គឺពេលនោះគឺកូនរបស់គាត់កើតមកគឺជាកូនស្រីហើយសុខភាពរបស់កូនគឺធម្មតាល្អដូចគេដូចឯងដែរកូនទី2ហ្នឹងអញ្ចឹងការប្រកបទទួលទានក៏មានជាហូហែធ្វើស្រែចម្ការដើម្បីយកស្រូវលក់អីធម្មតាពេលដែលកូនរបស់គាត់ធំបន្តិចអញ្ចឹងនិយាយពីប្តីរបស់គាត់គឺពេលដែលរស់នៅជាមួយគ្នាយូរបន្តិចប្តីរបស់គាត់ក៏មានការចេះធ្វើបាបចិត្តរបស់គាត់ចេះធ្វើបាបគាត់ចិត្តគាត់ពិបាកចិត្តមានន័យថា
ហើយការដែលរស់នៅនោះគឺរស់នៅជាមួយឪពុកម្ដាយទេអញ្ចឹងពេលនោះគឺមានការធ្វើបាបគាត់ធ្វើបាបចិត្តពេលខ្លះប្តីមកពិភពស្រាព្រោះអីមករោរឿងគាត់រវៃរដំទេអញ្ចឹងបានថាស្រឡាញ់ទៅពីដំបូងដល់ពេលយូរទៅគឺរោរឿងរោទុកដាក់នៅក្នុងគ្រួសារដើម្បីឲ្យមានចំនួនមានអីទៅអញ្ចឹងនិយាយពីឪពុកម្ដាយរបស់បងស៊ីថាពេលដែលគាត់ឃើញគ្រួសារកូនក៏ដូចជាបងស៊ីថាមានតែងតែមានបញ្ហាទំនើបនៅក្នុងគ្រួសារហើយបងប្រុសគាត់តែងតែផឹកស្រាផឹកអីជាប្រចាំដែរអញ្ចឹងគឺស្រានេះវាមិនមែនជារឿងល្អទេបាទអញ្ចឹងនិយាយពីឪពុកម្ដាយរបស់បងស៊ីថាគឺគាត់បានឲ្យបងស៊ីថានោះទៅលើកផ្ទះបែកចេញពីឪពុកម្ដាយព្រោះថានៅជាមួយឪពុកម្ដាយក៏លោបងប្រុសគាត់មិនចង់នៅឬក៏នៅមិនស្រួលអីណាទៅពេលនោះក៏គាត់សម្រេចចិត្តថាឲ្យបែកប្រទេសទៅនៅឆ្ងាយពីគាត់បាទនិយាយពីការបែកប្រទេសទៅនៅឆ្ងាយពីគាត់គឺបងស្រីក៏ចេះទៅតាមដើម្បីថាគីឡូបានសុខគុំថាមានបញ្ហាគ្រួសារអញ្ចឹងដល់ពេលចាប់ផ្ដើមបែកគឺបងប្រុសនោះគឺនាំទៅនៅភូមិមួយបាទនៅភូមិមួយនៅលើភ្នំហើយការទៅនៅនោះគឺមិនមែននៅក្នុងភូមិជាមួយអ្នកភូមិទេគឺនៅជាភូមិមានន័យថានៅខាងគេនៅចុងភូមិហើយចុងភូមិនោះគឺសត្វតែព្រៃបាទមិនមែនស្លាប់មើលទៅឃើញវាលឃើញស្រែអីទេគឺនៅលើភ្នំយើងដូចដឹងស្រេចគឺមានតែថ្មមានតែព្រៃហ្នឹងឯងហើយការនៅនោះគឺបែបថាបងស្រីគាត់ស៊ូណាស់បាទគាត់ស៊ូណាស់គឺនៅទាំងវេទនានៅទាំងខ្លាចពេលខ្លះគឺខ្លាចប៉ុន្តែគាត់នៅតែស៊ូហើយនិយាយពីប្តីរបស់បងស៊ីថាហ្នឹងគឺពេលដែលទៅនៅបែកគ្នាហើយគឺមិនចូលអាកំណត់រោរឿងប្រពន្ធមិនចូលអាកំណត់ផឹកស្រាហើយតបែលែលោតរោរឿងនៅក្នុងគ្រួសារទេគឺចេះតែរោរឿងតែរហូតហើយបងស្រីក៏គិតនៅចេះតែទ្រាំនៅជាមួយកូនគឺពេលខ្លះប្តីរបស់គាត់គឺទៅចូលគាត់ហើយទុកគាត់ឲ្យនៅពីអ្នកកូនតូចនៅក្នុងព្រៃថានៅក្នុងព្រៃចាស់ព្រោះផ្ទះរបស់គាត់ចម្ងាយពីភូមិនោះខ្ទង់ជា500ម៉ែត្រហើយហ្នឹងអញ្ចឹង500ម៉ែត្រគឺនៅក្នុងព្រៃដោយដឹងស្រេចហើយដូចនៅម្នាក់ឯងចឹងហើយប្តីរបស់គាត់ពេលដែលខំជាមួយគាត់ម្ដងគឺតែងតែទៅចូលគាត់ទៅផឹកស៊ីនៅក្នុងភូមិហើយគាត់គឺនៅតែម្នាក់ឯងឲ្យពីអ្នកកូនទូទេពេលខ្លះក៏រោវៃរោអីគាត់មានន័យថានៅក្នុងគ្រួសារគឺប្តីរបស់គាត់គឺរោរឿងរហូតបាទអញ្ចឹងបន្ទាប់ពីនោះមកគឺគាត់ចេះតែស៊ូចេះតែទ្រាំហើយពេលគាត់មកលេងផ្ទះឪពុកម្ដាយម្ដងជាគាត់តែងតែពោលប្រាប់ឪពុកម្ដាយហើយឪពុកម្ដាយរបស់គាត់គឺតែងតែប្រាប់ឲ្យគាត់ស៊ូនៅជាមួយគ្នាទៅព្រោះក៏លោថាក៏លោមានសុភមង្គលមានអីហើយដល់ពេលនៅយូរទៅគឺគាត់ចេះតែរោរឿងរហូតហើយបន្ទាប់ពីនោះមកគឺគាត់បានសម្រេចចិត្តថាយកកូនទី2បាទយកកូនទី2ដល់ពេលយកកូនទី2ហើយគឺកូនរបស់គាត់គឺស្រីទៀតបាទអញ្ចឹងមានន័យថាកូនរបស់គាត់គឺស្រីទាំងពីរពេលដែលយកកូនទី2ហ្នឹងគឺគាត់បានសម្រេចចិត្តថាមកនៅជាមួយឪពុកម្ដាយវិញព្រោះមនុស្សមានពស់ធំគឺមិន
ដោយថាយើងនៅក្នុងព្រៃមកគឺយើងខ្លាចเลยបាទអញ្ចឹងគាត់សម្រេចចិត្តថាមកនៅជាមួយឪពុកម្ដាយវិញហើយគាត់ក៏បានសម្រេចចិត្តមកនៅឪពុកម្ដាយជាមួយឪពុកម្ដាយរហូតដល់គាត់សម្រាលកូនទី2បាទហើយពេលមកនៅជាមួយឪពុកម្ដាយនោះគឺប្តីរបស់បងសីថាគឺតែងតែរោរឿងរហូតគាត់ថាมันអាចកែសម្ដានបានបាទអត់អាចកែសម្ដានបានទេតែងតែដើរផឹកស៊ីមកវិញរោរឿងប្រពន្ធហើយបងសីថានោះគឺជាមនុស្សស្លូតណាស់បាទអត់ងាយថាខឹងប្តីជីប្តីតលេតតែតតឲ្យគេឯងអ្នកជិតខាងឮទេគឺគាត់តែងតែនិយាយគ្នាបែបរអ៊ូនៅក្នុងផ្ទះគាត់មិនដែលទៅនិយាយសង្ខោដាក់ប្តីឬក៏ជេរប្តីនៅមុខគេឯងគឺអត់ដែលទេបាទគឺចរិតរបស់គាត់គឺល្អមែនទេហើយពេលដែលកូនរបស់គាត់ធំបានដូចជា2ឆ្នាំឬក៏3ឆ្នាំក៏ត្រឹមតែ2ឆ្នាំឬ3ឆ្នាំដែរហើយប្តីរបស់គាត់គឺនៅតែរោរឿងតែរហូតពេលនោះគឺបាទជីវភាពរបស់គាត់គឺមិនជាល្អប្រហែលទេព្រោះរស់នៅក៏ដូចជាខ្វះមុខខ្វះក្រោយដែរហើយគាត់ក៏បានសម្រេចចិត្តចំណាក់ស្រុកជាលើកទី2បាទហើយសម្រេចចិត្តចំណាក់ស្រុកជាលើកទី2នេះគឺគាត់នាំទាំងគ្រួសារទៅចំណាក់ស្រុកតែម្ដងគឺមានទាំងកូនបងហើយនិងកូនប្អូនដែលសម្រាប់ក្រោយហើយពេលដែលទៅធ្វើការនៅស្រុកគេនេះគឺការរស់នៅក៏មិនជាស្រួលប្រហែលកូនបងនោះដូចជាអាយុខ្ទង់6ឆ្នាំដល់កូនប្អូននោះខ្ទង់អាយុ2ឆ្នាំឬ3ឆ្នាំទៅនៅស្រុកគេអញ្ចឹងយកកូនបងទៅទុកឲ្យមើលកូនប្អូនដើម្បីឪពុកម្ដាយធ្វើការហើយពេលដែលទៅនៅស្រុកគេនេះគឺបែបថាដូចជាខាងប្តីរបស់គាត់នោះគឺនៅតែអត់ចូលគំនិតអាការធ្វើបាបប្រពន្ធនៅតែធ្វើបាបតែរហូតអញ្ចឹងបន្ទាប់ពីគាត់បានទៅចំណាក់ស្រុកមួយរយៈធំអញ្ចឹងគឺពេលដែលកូនបងនោះគាត់គ្រប់អាយុចូលរៀនអីហើយគឺកូនប្អូនក៏រៀងធំណាស់ដែរហើយគាត់ក៏បានសម្រេចចិត្តមកត្រឡប់មកមាតុភូមិវិញដល់ពេលគាត់សម្រេចចិត្តមកវិញឲ្យកូនបងរបស់គាត់ឲ្យមករៀនសូត្រនៅផ្ទះឲ្យនៅជាមួយយាយតាអញ្ចឹងគឺកូនប្អូនក៏អាចរៀនមត្តេយ្យបានអាចរៀនមត្តេយ្យបានព្រោះគាត់អាយុខ្ទង់ជា5ឆ្នាំហើយដែរហើយបន្ទាប់ពីមកនៅផ្ទះបានជាខ្ទង់ 2-3 ឆ្នាំហើយការរស់នៅក៏វាមិនជាស្រួលវាគឺប្តីរបស់គាត់គឺបែបថារោរឿងបងស៊ីថារហូតហើយគាត់ក៏សម្រេចចិត្តថាទៅធ្វើការនៅស្រុកគេម្ដងទៀតបាទអាហ្នឹងគឺសម្រេចចិត្តជាលើកទី3បាទសម្រេចចិត្តជាលើកទី3ហើយការទៅនោះគឺគាត់មិនបានយកកូនច្បងរបស់គាត់ទៅទេគឺគាត់ទុកឲ្យរៀននៅឯជាមួយតាយាយហើយគាត់យកតែកូនប្អូនទៅមានន័យថាកូនទួយទៅព្រោះកូនទួយបើទុកនឹងយាយតាក្នុងការពិបាកមួយទេហើយគាត់ក៏សម្រេចចិត្តថាទៅចំណាក់ស្រុកជាលើកទី3បាទទៅចំណាក់ស្រុកជា3ពេលនោះក៏ទៅចំណាក់ស្រុកជាលើកទី3ដែរហើយបន្ទាប់ពីទៅជាលើកទី3បងប្អូនជាទីស្រឡាញ់គឺប្តីរបស់គាត់គឺមានការធ្វើបាបខ្លាំងមែនទែនបាទពេលនោះគឺបងស៊ីថាគឺសឹងតែអស់ជីវិតនៅឯស្រុកគេទៅហើយបាទមានថ្ងៃមួយនោះគឺគាត់ធ្វើការពេលដែលគាត់ធ្វើការហើយគាត់មកសម្រាប់នៅផ្ទះហើយប្តីរបស់គាត់នោះគឺអត់ទៅធ្វើការទេ
គឺនៅតែចាំសុំលុយប្រពន្ធដើម្បីយកទៅទិញស្រាផឹកប៉ុណ្ណឹងទេហើយពេលនោះគឺពេលល្ងាចឡើងអញ្ចឹងគាត់សម្រាប់ពីការងារបងស្រីនោះគឺគាត់មកដល់កន្លែងស្នាក់នៅគឺគាត់ធ្វើបាយម្ហូបសម្រាប់កូនអញ្ចឹងពេលនោះគឺប្តីរបស់គាត់គឺមករស់រឿងគាត់នៅក្នុងបន្ទប់នឹងតែម្ដងហើយថ្ងៃនោះគឺជាថ្ងៃដែលគាត់ជិតអស់ជីវិតនៅស្រុកគេមានន័យថាប្តីរបស់គាត់ធ្វើបាបសឹងតែអស់ជីវិតនៅស្រុកគេនឹងតែម្ដងហើយពេលនោះបងប្អូនគឺប្តីរបស់គាត់គឺបានចាក់សោនៅក្នុងបន្ទប់ហើយមានការវាយដំគាត់ជាខ្លាំងនៅក្នុងបន្ទប់គឺវាយគាត់ត្រូវចំកណ្ដាលក្បាលធ្វើឲ្យគាត់សន្លប់នៅក្នុងបន្ទប់នឹងតែម្ដងហើយពេលដែលវាយនោះគឺបងស៊ីថានោះគឺគាត់អត់ខ្លាចត្រូវខ្លួនរបស់គាត់ទេគឺគាត់ខ្លាចតែត្រូវកូនរបស់គាត់ទេព្រោះគាត់ខ្លាចប្តីរបស់គាត់វាយនោះគឺត្រូវកូនរបស់គាត់ហើយគាត់ខំប្រឹងតបដូចជាការពារកូនរបស់គាត់ហើយរហូតដល់ប្តីរបស់គាត់គឺវាយត្រូវក្បាលធ្វើឲ្យគាត់សន្លប់ហើយពេលនោះកូនរបស់បងស៊ីថាតូចនោះគឺវាស្រែកយំជាខ្លាំងស្រែកយំហើយបន្ទាប់ពីគាត់សន្លប់ហើយប្តីរបស់គាត់នោះគឺបានបើកទ្វារដើម្បីចំហហើយកូនរបស់គាត់ពេលវាឃើញម្ដាយរបស់វាដេកស្ដុកស្ដឹងគឺកូនរបស់គាត់គឺបានស្រែកយំចេញទៅក្រៅបាទពេលនោះគឺមានអ្នកជិតខាងឮស្រែកអាឡូអាឡាដល់ពេលនោះគឺអ្នកជិតខាងគេមកជួយពួកអ្នកជួយនោះគឺសិតតែមានចិត្តអាណិតសំណោះពោះជីវិតរបស់គាត់នោះគឺគ្រួសារមានតែអំពើហិង្សារបស់អ្នកជិតខាងក៏គេឃើញថាជីវិតរបស់គាត់គឺពិបាកមែនទែនគឺគាត់ជាមនុស្សដែលស៊ូខ្លាំងបាទព្រោះគាត់គិតដល់កូនពេលដែលបើសិនជាគាត់សម្រេចថាបែកបាក់គ្នាគឺគាត់គិតអនាគតកូនណាព្រោះអត់មានពុកហៅមានអីចឹងទៅហើយដល់ពេលនោះគឺអ្នកជិតខាងគឺបានទៅជួយយកគាត់មកមើលជំងឺគាត់បានព្រឹកពីសន្លប់វិញហើយគាត់បានពេលនោះគឺគាត់បានអរគុណដល់អ្នកជិតខាងខ្លាំងមែនទែនដែលបានជួយគាត់ឲ្យរួចពីសេចក្តីស្លាប់ហើយពេលដែលគាត់ព្រឹកមកវិញបងប្អូនគឺព្រឹកមកគឺគាត់អត់មានន័យថាអង្គចងចាំរបស់គាត់គឺអត់មានការចងចាំមកល្អទេគឺគាត់និយាយបែបភ្លេចមុខភ្លេចក្រោយហើយក្បាលរបស់គាត់គឺឈឺខ្លាំងមែនទែនហើយមានការប៉ងក្បាលខ្លាំងមែនទែនបាទពេលនោះគឺគាត់សម្រេចចិត្តមែនទែនគាត់សម្រេចចិត្តថានឹងដើរចេញពីបងប្រុសដែលធ្វើបាបគាត់ជាប្តីរបស់គាត់ហើយការសម្រេចចិត្តនោះគឺគាត់បានឲ្យអ្នកជិតខាងជួយព្រោះពេលនោះគាត់ធ្វើការគឺអត់មានទទួលបានប្រាក់នៅក្នុងខ្លួនទេព្រោះពេលដែលធ្វើមកគឺប្តីរបស់គាត់តែងតែយកលុយនឹងទៅផឹកស៊ីដើរលេងចាយអស់អញ្ចឹងអ្នកជិតខាងក៏គេសម្រេចចិត្តថាជួយពេលនោះគឺគេសម្រេចចិត្តជួយជាលុយជាកាក់ដើម្បីឲ្យគាត់ធ្វើដំណើរអញ្ចឹងពេលនោះគឺលួចចាញ់ពីកន្លែងនោះមានន័យថារត់ចោលប្តីរបស់គាត់ទៅដល់ហើយពេលនោះគឺគាត់ពីរនាក់កូនធ្វើដំណើរបែបផ្សងព្រេងនៅក្នុងស្រុកគេហើយពេលនោះគឺគាត់កំសត់មែនទែនគាត់ជិះឡានមកមិនដឹងជាគោលដៅទៅណាមកណីគឺបែបតែលតល់នៅក្នុងជីវិតរបស់គាត់ហើយម្ចាស់ឡានគេសួរថា
tàu cất tàu tí na tàu cái này na về nó cứ có đã đăng tha tàu tí na thế cứ cất ban gì cho mùi mà chả lan tha bọn anh chui rồi cần lên cam mía oi 10 cái lên mốt của trong mô này cứ mình đừng chia tàu tí nào này thế cứ bẹp tẹt tàu là miền tị tạng sầm rạp hoặc miền cô đào sầm rạp tông tí bên năng cứ bàn mà cha làm chân cất vô cất đục vô tàu tàu oi thưa ca mà cái này thưa ca chỉ nè bò sầm ram nó tam đó mà cứ từ thưa nó cứ tiền lấy con mình miên snap nâu cứ snap nâu nó trồng phẩu tầm đó bên nó cứ chỉ biết được bọc cất cứ bẹp tha công sọt khăn miền tiền bong bồn cất mờ rồi nó sọc kỳ khmiên mà hộp hà khmiên lùi cả sầm bay tè mùi rồi rìu không ai cứ chữ được bọc cất cứ bị bảo miền tiền bên nó cứ cất bàn thưa ca chia điện bò sầm ram rồi sầm ram hay côn được bọc cất nó cứ pel đèn côn bọc cất nguy đế cứ cất tay tè đạo côn đế nó tam chân chân phèo bên nó cứ chưa biết được bọc cất cứ pi bạ khlang mình để pi bạ cứ pi bạ hơi vấn đề vì thêm chừng về tình yêu thiện mà cứ bên nó cứ chưa biết cứ xôn tại mà đó và bất tốc vì cất thơ ca ban pi bảy khe hỏi cứ miên cua sa mà nè cứ cất miên cồn bọc cất cứ miên bọc vốn cứ bẹp thả miên bọc vốn cứ mình bọc vốn nó cứ bẹp tròn mà xiết ọt miên ca rô xì ở thế cứ nở tè vòng phanh vào đây hơi ở bụng bọc cất nó cứ bàn một khơi bong sợi chi thá cứ cất có bàn riệp chồng ỏi bong sợi chi thá nó cứ từ tu liều cô nó bỏ cất bên nó cứ cô nó bỏ cất cứ có bàn bình chặt bình thầm bong xì thá đấy chứ bong xì thá có xâm rạch chặt thá vô ở đây tham mày tàu mà bà này dìm pi bắt đầy đờm bỏ bong xì thán về là bong xì thá rột trò lớn cất bắt đầy nó cứ bàn một tí học bụng mà đây bong xì thá đầm bầy mà rô có lâu khơi bồn một tí hay mô cứ mình để chụp thì cứ mô chụp thì con cho bong để nào chụp mùi giấy mà chẳng về đầm mô mà đâu đang tay tè một ốc lốc ở bụng mà đây bong xì thá để của khai thà liệ bong gì thà còn oi chụp mọi ơi bên nó cứ bong gì thà về là miền ở đây tham mày ấy cật cứ liệ luôn mình thế cứ cật ọt cho ọt đem một linh tia ọt đem một linh sọc không là đại thể cứ cật nào tại sọc kia là hốt đòn ở đây cha bảo cật nó chộp mô tia chộp mô rô rương ở bụng mà đài ấy ở bụng mà đai có tên ta prap bong gì tha và đây bỏ cất muốn nó cứ tên ta mà rô rương là hốt bà này dìm pi bong gì tha miền cua sa mấy cứ cua sa để cất miền còi nó cứ bẹp thả miền xuất hiện của lõ hơi thua ở cất sập bài chật hơi ở đây đờm bỏ cất có bạch nằm nâng xôn chừng ấy về là bạch nằm nâng xôn chừng ấy chứ có hiền một linh tiền vào này ta mô linh sau không nợ linh ở bụng mà đài nôm vào đây còi mô ấy miền ơi sau slide thế không có Canada dừng miền bành hà miền tục sổ dừng tay tè rốt nó gần lên để miền xích đây sổ làm bay trong ban sọc hiệu của con cua xa pro vào đây bèm cho cứ rồi nơi chúng môi cái cứ viên miền tè phiệp tục sầu miền bành hà cua xa với thơ ôi áp ôn kết diệu cua xa cứ bao xì thá cứ cất sầm rải chặt bẹp đi không cất thả vì chỉ rừng để trầm trào hỏi
តើបងប្អូនយល់យ៉ាងណាដែរគិតថាត្រឹមត្រូវឬក៏យ៉ាងម៉េចដែរដូចខ្ញុំបាទគឺបងសិដ្ឋាពេលដែលមានគ្រួសារក្រោយគឺគាត់មានសុភមង្គលរស់នៅរហូតដល់សប្តាហ៍នេះបាទអញ្ចឹងវីដេអូនេះគឺខ្ញុំមានតែប៉ុណ្្នឹងទេគឺមានរឿងដំណាលបងសិដ្ឋាមកប្រាប់តែប៉ុណ្្នឹងគឺខ្សែជីវិតរបស់គាត់គឺបែបហ្នឹងបាទមានកំហុសឆ្គងក៏ដូចជាចង់បន្ថែមបន្ថយនៅគំនិតក្នុងការនិយាយរបស់ខ្ញុំបងប្អូនអាច comment នៅក្នុងវីដេអូខាងក្រោមបាទសូមសុខភាពល្អសូមសំណាងល្អបាទសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយបន្តទៀត